បងប្អូនប្រិយមិត្តទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំបាទសូមចែករំលែកមួយនៅបទពិសោធន៍ដែលលើកស្រូវបងប្អូនលើកស្រូវឡើងcủaយើងណាដែលយើងអត់មានកម្លាំងតែថាដែលយើងអត់មានកម្លាំងតែតែឯងអញ្ចឹងណាអញ្ចឹងបទពិសោធន៍នេះខ្ញុំនឹងចែករំលែកទៅដល់ទស្សនិកជនដែលកំពុងតែតាមនៅវីដេអូរបស់ខ្ញុំបានចែករំលែកនៅថ្ងៃនេះពាក់ព័ន្ធនឹងការលើកស្រូវបាទលើកស្រូវយកទៅព្រួសនៅស្រែសម្រាប់កសិករសម្រាប់កសិករយើងដែលរដូវភ្ជួររាស់រដូវព្រួសរដូវចូលវស្សាហ្នឹងគឺកសិករយើងតែរៀបចំនៅស្រូវពូជដើម្បីយកទៅព្រួសដើម្បីធ្វើនៅកសិកម្មព្រួសរស់អីហ្នឹងដើម្បីតាមដងដើម្បីបានប្រមូលផលនៅខែ12ឬខែ1ណាព្រោះថាស្រូវបើយើងនិយាយទៅនៅក្នុង50គីឡូបើយើងព្រួសនៅដីទទួលផលវិញបានច្រើនមែនតែម្ដងតែថ្ងៃនេះខ្ញុំសូមចែករំលែកបទពិសោធន៍មួយពាក់ព័ន្ធនឹងការលើកស្រូវដែលយើងអត់មានគ្នាជួយច្រើនមានតែឯងអញ្ចឹងយើងរកគេមួយគេអីហ្នឹងទៅគេអត់បានមកគេអត់បានមកជួយយើងអត់ជាបញ្ហាអីទេបងប្អូនយើងមានវិជ្ជាទេសហ្នឹងហើយយើងមានវិជ្ជាទេសហ្នឹងហើយក្នុងការលើកអត់ប្រើកម្លាំងច្រើនទេហ្នឹងហើយអត់ចុះកម្លាំងទៀតអញ្ចឹងបច្ចេកទេសណាសូមទស្សនិកជនដែលកំពុងតែទស្សនាហ្នឹងហើយមកទស្សនាជាមួយខ្ញុំបាទដូចតទៅខ្ញុំនឹងរៀបរាប់ហ្នឹងហើយអំពីការលើកស្រូវពូជដាក់លើយន្តដោយមិនប្រើកម្លាំងច្រើនហើយម្នាក់ឯងអាចលើកកើតតែអត់ចុះកម្លាំងបងប្អូនងាយស្រួលបទពិសោធន៍នេះបងប្អូនខ្លះក៏គាត់បានដឹងគាត់បានដឹងរួចហើយការលើកស្រូវរបៀបនេះប៉ុន្តែខ្ញុំសូមចែករំលែកដល់បងប្អូនដែលគាត់មិនទាន់បានដឹងតែប៉ុណ្ណោះបាទទី1យើងមកយើងមកឲ្យដល់ក្បែរស្រូវយើងចម្ងាយ5ម៉ែត្រឬក៏3ម៉ែត្រអញ្ចឹងទៅហើយបើដល់សំខាន់យើងត្រូវតម្លាក់កម្បាំងរបស់វាកម្បាំងនិយមបងប្អូនតម្លាក់កម្បាំងរបស់វាមកយើងដាក់ជាឈើដាក់ជាឈើជាក្តារជាអីមួយមកហ្នឹងហើយដាក់ដើម្បីអីគឺដើម្បីយើងបលែងស្រពូជនេះយើងអាចឡើង